ឥឡូវនេះដកប្រដាប់បញ្ជាទី3ចេញមកឯងមើលឃើញទេខ្សែខៀននៅខាងក្រៅក្នុងនោះមានខ្សែមួយសម្រាប់តភ្ជាប់នឹងភ្លើងរីឯមួយទៀតធ្វើឲ្យយើងទាំងអស់គ្នាមានគ្រោះថ្នាក់បើយើងកាត់ខុសប្រកាសជាផ្ទុះភ្លាមធំតូចមានអីខុសគ្នាទៅលោកមានជាការពួកចៅទូរស័ព្ទមកថាវាចង់និយាយជាមួយនឹងលោកតលោកប៉ាកុំទៅចោលកូនប៉ាមិនទៅចោលកូនទេបងជាប្រយ័ត្នប្រយែងណាបងប្រកាសជាជួយអ្នកទាំងអស់គ្នាហៅឡូគឺលីជាមែនទេហើយយើងថាគ្រូពេទ្យបានហើយហើយចង់យ៉ាងម៉េចប្រានោះយើងបានទទួលរួចហើយយើងទូរស័ព្ទទៅលោកចង់ដឹងថាលោកស្លាប់ហើយនៅលោកប្រកាសជាដឹងថាខ្សែនៅក្នុងក្របបែកនោះប្រកាសជាតឹងតែងណាស់មែនទេយើងគ្មានពេលទេហើយឆាំនិយាយប្រាប់យើងមកខ្សែមួយណាសម្រាប់ដាច់ភ្លើងមិនទាន់ដល់ពេលទេលោកវិញជាការចិត្តដល់ពេលហើយយើងសុំបងឯងសុំឯងដោះលែងពួកគេទៅលែងពួកគេហ៎កាលយើងទៅសមរភូមិសម្រាប់សត្រូវប្រមាណអ្នកគ្មានអ្នកណាទទួលស្គាល់យើងថាយើងជាអ្នកក្លាហាននោះទេផ្ទុយទៅវិញគេថាយើងជាមនុស្សអាក្រក់គ្មានអ្នកណាអាណិតយើងទេនៅសល់10វិនាទីទៀតទេ